បើយើងចាប់តាមរៀនឲ្យធ្វើទៅណាក៏ម្លាយចាំគ្រប់ចំនួនមន់បាទកុំចាំមន់ឡើងដល់គ្រប់ចំនួនដុស100 200 500ក្បាលបើយើងចាប់តាមធ្វើមន់ងាប់វាអត់រងចាំពេលវេលាទេណាអញ្ចឹងបើសិនជាថារៀនមិនដឹងហៅថារៀនគឺរៀនចិញ្ចឹមគឺរៀនធ្វើវ៉ាក់សាំងវារៀនព្យាបាលជំងឺរៀនថែទាំគឺរៀនទាំងអស់បាទចាប់ដើមពីតូចហ្នឹងទៅអញ្ចឹងមិនថាយើងរៀនពីតូចធ្វើពីតូចគឺងាយស្រួលណាស់យើងអត់ចំណាយដើមទុនច្រើនទេហើយបើសិនជាបងប្អូនរងចាំមន់100 200បានគ្រប់ចំនួនដុសវ៉ាក់សាំងបានយើងចាប់ដើមធ្វើវ៉ាក់សាំងគេលោកវាមិនដល់ហ្នឹងពួកយើងឆាប់បាក់ស្បាតខ្ញុំមើលកសិករយើងមន់ងាប់តែម្ដងពីរដងហ្នឹងគឺគាត់សឹងថាបាក់ស្បាតលែងចង់ចំហ្មងអ្នកខ្លះបោះចោលនៅក្នុងអាវល់ទី1ដែលគាត់ធ្វើទៅបរាជ័យហ្នឹងគឺគាត់ឈប់តែហ្មងបាទអញ្ចឹងណាអញ្ចឹងស្មារតីបានន័យថាភាពស៊ូទ្រាំជាមួយនឹងការលំបាកការបរាជ័យហ្នឹងយើងនៅមានកម្រិតការឆ្លើយតបទៀតស្មារតីថាគឺយើងឆាប់បាក់ស្បាតឆាប់រៀងណាអញ្ចឹងហើយបានខ្ញុំថាឲ្យបងប្អូនចាប់ដើមពីតូចបើរៀនធ្វើវ៉ាក់សាំងទៅកុំមានបងប្អូនទៅសួរចំណុចហ្នឹងថាមន់មានតែ20 30ក្បាលទេវ៉ាក់សាំងមានដល់50ដុសទៅ100ដុសអញ្ចឹងធ្វើឲ្យសល់បោះចោលស្ដាយឃើញទេអញ្ចឹងគាត់អត់ធ្វើទេរងចាំដល់មន់នឹងគ្រប់ចំនួន100ក្បាលអីចឹងទៅបានគាត់ចាប់ដើមធ្វើវ៉ាក់សាំងតែម្ដងវាជារឿងមួយដែលប្រឈមបាទខ្ញុំចង់ឲ្យបងប្អូនធ្វើណាយើងបច្ចុប្បន្ននេះវាមានអីលំបាកទេនៅក្នុងក្រុមរបស់ខ្ញុំមានការចែករំលែកវ៉ាក់សាំងយើងបូមបំបែកណាបាទយើងបំបែកវ៉ាក់សាំងឲ្យវ៉ាក់សាំងអាសន្នរោគវ៉ាក់សាំងផ្ដាសាយវ៉ាក់សាំងអីហ្នឹងគឺសិតតែបំបែកទៅតាមដុសដែលយើងចង់បានហ្នឹងហើយវាឡើងតែវ៉ាក់សាំងយូកាសវ៉ាក់សាំងប្រភេទរស់ដែលវាផលិតមកមាន50ដុសមាន100ដុសអញ្ចឹងអាហ្នឹងយើងអាចបំបែកបានប៉ុន្តែវាអត់ខាតប្រមាណទេយើងចាប់ដើមរៀនធ្វើពី1 2 3ទៅការពារវាឲ្យហើយចាប់ដើមពីតូចធ្វើឲ្យត្រូវតាមបែបបទបច្ចេកទេសទៅអញ្ចឹងណាបាទកុំស្ដាយសល់យើងអាចធ្វើលើសដុសបន្តិចក៏បានឬក៏សល់ក៏បោះចោលទៅវាមិនទឹកធ្វើអីញឹកញាប់ឯណាវ៉ាក់សាំងយូកាសអីយើងធ្វើ2 ដង 3 ដងអីហ្នឹងក្នុងមន់អាយុ3 4ខែយើងធ្វើ3លើកហ្នឹងបាទអញ្ចឹងវាមិនខាតប្រមាណទេចាប់ដើមធ្វើវាឲ្យបានត្រឹមត្រូវបាទកុំរងចាំវាលោវាមកតែរងចាំបាន100 200ក្បាលមន់វាងាប់បាទផ្ទុះជំងឺងាប់កដាលទីធ្វើយើងបាក់ស្បាតលេងចង់ចិញ្ចឹមពេលនោះហើយតាំងបាទរៀងចាល់ហើយក៏ខ្លួនឯងលេងហ៊ានធ្វើហើយក៏បំភ័យអ្នកដទៃថែមទៀតតាមពិតគឺមកពីយើងធ្វើប្រហែសហើយស្ដាយអារឿងតិចតួចហ្នឹងបាទធ្វើពីតូចវ៉ាក់សាំងតិចតួចវាមានអីខាតប្រមាណបងប្អូនខាតប្រមាណទេណាអានឹងជាអីដែលខ្ញុំចង់ផ្ដល់ជូនបាទ